Ok,ឥឡូវយើងចូលមកដល់ភាគមួយនិយាយអំពីផ្នែក restaurant អញ្ចឹងភាគមួយនេះនិយាយអំពីផ្នែកset up restaurant សិនអញ្ចឹងយើងចូលមកកាន់ menu restaurant នេះមកបន្ទាប់មកយើងយក setting ហើយយើងយក configuration អញ្ចឹងនៅក្នុង configuration នេះវាមានផ្នែក currency មានថាយើងគិតលុយជាដុល្លារឬក៏ជាលុយខ្មែរបន្ទាប់មកមាន exchange rate យើងអាចដូរបានអានេះយើងអាចដូរបានបន្ទាប់មកអានេះគឺជាម៉ាស៊ីន print សម្រាប់ printer ចក្រានអាហ្នឹងសម្រាប់បើសិនបើយើងមាន printer ចក្រានយើងត្រូវដាក់ឈ្មោះម៉ាស៊ីន print វាមកហើយអានេះគឺជា print receipt អញ្ចឹងឈ្មោះ printer receipt យើងដាក់ឈ្មោះវាតាម printer របស់យើងមកណាអាហ្នឹងនេះcònជាឧទាហរណ៍ទេចំណែកអានេះគឺកន្លែង printer ចក្រានដែរប៉ុន្តែវា print បំបែកតាមមុខម្ហូបមានន័យថាបើសិនបើយើងមាន5មុខវា print ទៅ5ស្លឹក5ស្លឹកដោយ1ស្លឹក1មុខកន្លែងហ្នឹងណាហើយខាងក្រោមនេះគឺជា comment នេះមានន័យថាជាជំនួយដល់យើងសម្រាប់ពេលដែលយើងភ្ញៀវ order ម្ហូបឲ្យគាត់ត្រូវការប្រាប់យើងថាឧទាហរណ៍ថាអត់យក score អញ្ចឹងណាឬក៏យក score 50យើងដាក់ថាមកយើងដាក់ថាយក score 50អញ្ចឹងមកឧទាហរណ៍យក score 50ឬក៏យកយក score 10% អីចឹងទៅនេះជា comment ទេវាអត់មានអីជាបញ្ហាធំដុំទេនេះគាត់ថាជួយសម្រួលដល់យើងដើម្បីឲ្យងាយស្រួលនៅពេលដែលភ្ញៀវគាត់ត្រូវការតាមអ្វីដែលជាចិត្តរបស់គាត់អញ្ចឹងណាបាទហើយបន្តមកយើងចុច save មកអញ្ចឹងដល់ពេលយើងចុច save ហើយគឺមានថា setting ទាំងអស់នេះគឺវាជាប់ប៉ុណ្ណឹងហើយបាទវគ្គ1គឺប៉ុណ្ណឹងអរគុណ